ស្វាគមន៍បង្កើតថាឌីដបេថ្ងៃនេះខ្ញុំមកសង្ខេបរឿងក្បួនជីវិតបង្រៀនដោយអ្នកគ្រូហៀងធីតាប្រភពរឿងតាមការពិតរឿងក្បួនជីវិតពុំមានឯកសារជាសំឡេងនោះទេគឺមានតែខ្សែអាចសំឡេងតែប៉ុណ្ណោះដោយសង្កេតឃើញបែបនេះហើយទើបគរុនិស្សិតអក្សរសាស្ត្រខ្មែរចំនួនទី21ក្រុមបាននាំគ្នាប្រមូលចងក្រងឯកសារនេះឡើងក្នុងគោលបំណងដើម្បីបំពេញនូវសេចក្តីត្រូវការទាំងឡាយរបស់អ្នកសិក្សាយើងខ្ញុំក៏សូមអធ្យាស្រ័យចំពោះភាពខ្វះខាតឬភាពខ្វះចន្លោះដែលកើតឡើងដោយអចេតនានៅក្នុងការប្រមូលចងក្រងឯកសារនេះប្រភេទនិងចលនារឿងក្បួនជីវិតជាប្រភេទល្ខោនយីកេនាដកអក្សរសិល្ប៍មាន3ដុំដែលមានរយៈពេលប្រហែល3ម៉ោងស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយមការកំណត់តែងរឿងនេះត្រូវបានប្រសូតឡើងអំឡុងឆ្នាំ1987ជាវណ្ណកម្មរបស់លោកទីជីហួតនឹងត្រូវបានចាក់ផ្សាយតាមវិទ្យុសម្លេងប្រជាជនកម្ពុជានៅថ្ងៃទី28ខែមីនាឆ្នាំ1987គឺនៅក្រោយពេលដែលលោកស្លាប់អស់រយៈពេលជាច្រើនថ្ងៃអត្ថបទសង្ខេបរឿងក្បួនជីវិតមាលាជាក្មេងស្រីវ័យ8ឆ្នាំដែលរស់នៅយ៉ាងវេទនាជាមួយឪពុកឈ្មោះតាជ័យម្ដាយចុងឈ្មោះចន្ទីនិងប្អូនស្រីដែលជាកូនរបស់ម្ដាយចុងនិងឪពុកខ្លួនឈ្មោះពិសីមាលាមិនបានទទួលនៅការហូបចុកគ្រប់គ្រាន់ឬកន្លែងដេកសមរម្យដោយប្អូនឡើយថ្ងៃមួយចន្ទីបានចោទមាលាថាបានលួចម្ហូបប្អូនក៏បណ្ដេញមាលាចេញពីផ្ទះស្របពេលដែលតាជ័យរវល់នឹងការងារជូនព្រះរាជាទៅប្រពៃព្រៃពេលតាជ័យត្រឡប់មកដល់ផ្ទះវិញបានដឹងថាកូនស្ដីបាត់ពីផ្ទះក៏ខ្មាស់ខ្មែងតាមរកសពគ្រប់ទីកន្លែងមាលាគ្មានទៅណាក្រៅពីផ្ទះជីដូនជីតារបស់នាងឡើយប៉ុន្តែនៅពេលដែលតាជ័យចង់នាំនាងមកផ្ទះវិញមាលាប្រកែកហើយថែមទាំងសុំឲ្យជីដូនជីតាជួយលួងលោមឲ្យនាងបានរស់នៅជាមួយរហូតដល់តាជ័យព្រមឈានដល់វ័យប្រាប់18ឆ្នាំមាលាដូចជាទេពធីតាចុះពីលើឋានសួគ៌ជីដូនជីតាមិនដែលបណ្ដាយឲ្យនាងទៅទីណាឆ្ងាយម្នាក់ឯងឡើយថ្ងៃមួយចម្រងដែលជាវិចិត្រករដៃឯកកំពុងសិក្សានៅសាលាទិសាបមកបានមកជួយនាងមាលានៅផ្ទះរបស់នាងដើម្បីរកជាវរូបចម្លាក់ពីលោកតាទេពសិលាជាជីតារបស់មាលាលោកតាទេពសិលាបានណែនាំរូបចម្លាក់ជាច្រើនដល់ចម្រឹងប៉ុន្តែរូបគេមិនពេញចិត្តនឹងរូបណាមួយសោះចម្រឹងក៏បានយករូបគំនូររបស់នាងមាលាទៅឲ្យលោកតាទេពសិលាឆ្លាក់តែគាត់ខឹងនឹងចម្រឹងយ៉ាងខ្លាំងនៅថ្ងៃមួយនៅពេលដែលមាលាទៅបេះផ្កាតែម្នាក់ឯងក៏បានជួបនឹងអួងស្មងតាន់ជាជនខិលខូចគេក៏បានចូលទៅចាប់មាលាប៉ុន្តែត្រូវបានចម្រឹងមកជួយទាន់ពេលនោះហើយដែលធ្វើឲ្យអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាថែមទៀតប៉ុន្តែនៅពេលត្រឡប់មកផ្ទះវិញមាលាត្រូវបានឪពុកឲ្យរៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅរស់នៅជួបជុំគ្រួសារវិញមាលាសែនពិបាកនៅក្នុងចិត្តរួចហើយក៏បានស្កាត់ទៅជួបចម្រឹងរួចរាប់ប្រាប់ចម្រឹងប្រាប់ថាខ្លួននឹងត្រូវត្រឡប់ទៅរាជធានីដែរដូច្នេះអ្នកទាំងពីរក៏បានសប្បាយចិត្តឡើងវិញនៅពេលដែលត្រឡប់មករស់នៅជុំគ្រួសារបានមួយឆ្នាំតាជ័យបាននាំមាលានិងពិសីទៅចូលរួមថ្វាយព្រះពរបុត្រាព្រះមហាក្សត្រនៅក្នុងពិធីចម្រើនព្រះជន្មនៅពេលនោះព្រះអង្គម្ចាស់ឆាយាសពព្រះរាជហឫទ័យនិងមាលាយ៉ាងខ្លាំងក៏បានទូលប្រាប់បិតាឲ្យស្ដីដណ្ដឹងនាងជាមហេសីដំណឹងនេះក៏មិនបានធ្វើឲ្យមាលាសប្បាយចិត្តឡើយមាលាក៏បានប្រកែកនឹងព្រះរាជបញ្ជាតាជ័យខឹងយ៉ាងខ្លាំងរហូតដល់បណ្ដេញមាលាចេញពីផ្ទះការចាកចេញម្ដងនេះមាលាក៏បានចម្រងនាំទៅផ្ទះរបស់ខ្លួនឪពុកចម្រងបានបដិសេធមិនព្រមទទួលមាលាជាកូនប្រសារស្រីឡើយពីព្រោះឪពុកម្ដាយចម្រងបានស្ដីដណ្ដឹងកូនមហាសេដ្ឋី
ចកគឺនាងសុខារីឲ្យចម្រឹងតាំងពី3ឆ្នាំមុនបាកម្ល៉េះចម្រឹងបានប្រកែកក្រោយពេលជួបមាលាឪពុកចម្រឹងក៏បានសម្រេចចិត្តបណ្តេញទាំងចម្រឹងនិងមាលាឲ្យចេញពីផ្ទះព្រោះចម្រឹងសុខចិត្តតាមមាលាអ្នកទាំងពីរនាំគ្នាដើរចេញក្រោមក្រសែភ្នែកអាណិតអាសូរយ៉ាងខ្លោចចិត្តរបស់ម្ដាយចម្រឹងហេតុនេះហើយម្ដាយចម្រឹងលួចយកទ្រព្យសម្បត្តិមួយចំនួនឲ្យមាលានិងចម្រឹងទុកជាទុនរកស៊ីនៅថ្ងៃមុខក្រោយពីនោះមកចម្រឹងនិងមាលាសង់ផ្ទះបានមួយហើយរស់នៅជាមួយគ្នាយ៉ាងសុខសាន្តបានជាង1ឆ្នាំហេតុតែចង់ឲ្យគ្រួសារមានមុខមាត់ក្នុងសង្គមចម្រឹងក៏សម្រេចចិត្តធ្វើជំនួយផ្លូវឆ្ងាយជាមួយភូរិនដែលជាមិត្តភក្តិរៀននៅសាលាទិសាបម៉ោកជាមួយគ្នាទោះបីជាក្នុងចិត្តមាលាមិនចង់ឲ្យប្តីចេញទៅធ្វើជំនួយផ្លូវឆ្ងាយក៏ដោយក៏នាងមិនអាចហាមឃាត់ចម្រឹងបានដែរជាសំណាងអាក្រក់ចម្រឹងនិងភូរិនក៏បានជួបគ្រោះថ្នាក់លិចសំពៅក្នុងសមុទ្រដែលធ្វើឲ្យចម្រឹងបាក់ខ្លួនរីឯភូរិនក៏មានគប់វាសនាល្អបានគេជួយនិងបានមកដល់ផ្ទះចម្រឹងដើម្បីនាំដំណឹងមកប្រាប់មាលាគ្រាន់តែបានទទួលដំណឹងភ្លាមមាលាស្លុតចិត្តរហូតដល់សន្លប់បាត់ស្មារតីមួយឆ្នាំក្រោយមកភូរិនបានសុំមាលារៀបការនាងក៏យល់ព្រមចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានភាពល្អល្អឿននិងមានសុភមង្គលដោយមាលាកំពុងពើពោះកូន5ខែវាសនាមន្ទាញចម្រឹងដែលគេនាំគ្នាថាស្លាប់ទៅហើយនោះក៏ស្រាប់តែនៅរស់ហើយត្រឡប់មករកប្រពន្ធវិញនៅផ្ទះគ្រាន់តែបានឃើញចម្រឹងភ្លាមមាលាសប្បាយចិត្តពន់ពេកទន្ទឹមគ្នានោះនាងក៏ចុកចាប់ពេញដើមទ្រូងដែរព្រោះមិនដឹងត្រូវធ្វើយ៉ាងណាចុងក្រោយមាលាក៏បានសម្រេចចិត្តរើសយកភូរិនដែលធ្វើឲ្យចម្រឹងខឹងយ៉ាងខ្លាំងហើយបានជេរថ្មេះដៀលមាលាជាស្រីក្បត់មិនចេះស្កប់ស្កល់លើសពីនេះទៅទៀតចម្រឹងថែមទាំងបណ្តេញភូរិននិងមាលាចុះចេញពីផ្ទះទៀតផងភូរិននិងមាលាបានដឹកដៃគ្នាចុះចេញពីផ្ទះចម្រឹងក្រោយក្រសែភ្នែកដ៏សែនឈឺចុកចោលរបស់ចម្រឹងចាប់ពីពេលនេះតទៅមាលាសង្ឃឹមថាជីវិតនាងនិងភូរិនលែងជួបភាពអាក្រក់តិចហើយគឺជាជីវិតដែលពោរពេញទៅដោយសុភមង្គលរហូតប្រធានរឿងជីវិតកំសត់របស់មេរៀតួអង្គមេលាតេជ័យចន្ទីពិសីទេពពិសីជីដូនមីលាពងស្មងតាន់ចម្រុងម្ដាយចម្រុងឪពុកចម្រុងហារីភូរិនស្ដេចបណ្ណារិទ្ធមូលបញ្ហារឿងនៅក្នុងរឿងក្បួនជីវិតបានបង្ហាញនៅមូលបញ្ហារឿងជាច្រើនដូចជាមេលាជាក្មេងកំព្រាម្ដាយមេលាត្រូវបានម្ដាយចង់ធ្វើបាបនិងបណ្តេញចេញពីផ្ទះមេលាទៅរស់នៅជាមួយជីដូនជីតាអស់រយៈពេល10ឆ្នាំមេលាធំពេញវ័យនិងបានជួបចម្រុងមេលាត្រឡប់ទៅរស់នៅជាមួយឪពុកបង្កើតវិញមេលាត្រូវឪពុកបណ្តេញចេញពីផ្ទះដោយសារតែមិនយល់ព្រមធ្វើជាមហេសីរបស់ស្ដេចមេលាទៅរស់នៅផ្ទះចម្រុងឪពុករបស់ចម្រុងបានបណ្តេញចេញពីផ្ទះមេលានិងចម្រុងទៅរស់នៅក្នុងឧត្តរបុរីចម្រុងចេញធ្វើជំនួយជាមួយភូរិនជាមិត្តសម្លាញ់ចម្រុងនិងភូរិនបានជួបគ្រោះមហន្តរាយខ្យល់ព្យុះនៅសមុទ្រភូរិនបានត្រឡប់មករៀបការជាមួយមាលាឯចម្រុងជាប់នៅកោះខ្មោចចម្រុងត្រឡប់មកវិញហើយដឹងរឿងពិតរបស់មាលានិងភូរិនចម្រុងបានបណ្តេញមាលានិងភូរិនចេញពីផ្ទះឧត្តមគតិរឿងអប់រំឲ្យកូនចេះស្រឡាញ់គ្នាទោះបីមានម្ដាយខុសគ្នាក៏ដោយក្នុងនាមជាម្ដាយឪពុកត្រូវស្រឡាញ់កូនស្មើគ្នាកូនបង្កើតឬកូនម្ដាយទីតីក៏ដោយក៏ត្រូវស្រឡាញ់ឲ្យបានស្មើគ្នាការស្ដាប់បង្គាប់ចាស់ទុំនិងមិននាំឲ្យអន្តរាយដល់ខ្លួនក្នុងនាមជាម្ដាយឪពុកមិនត្រូវប្រើសិទ្ធិរបស់ខ្លួនគៀបសង្កត់ការជ្រើសរើសគូស្រកររបស់កូនឡើយមុនសម្រាប់ចិត្តធ្វើអ្វីមួយត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ត្រូវចេះយោគយល់និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកកុំយកស្នេហាជាធំហើយបំផ្លាញកិត្តិយសគ្រួសារ
ការរៀបការតាមប្រពៃណីគឺជាការឲ្យតម្លៃខ្លួនឯងនិងគ្រួសារកុំទន់ជ្រាយចំពោះបញ្ហាដែលកើតមានកុំយកការស្លាប់ជាដំណោះស្រាយបញ្ហាគ្រប់យ៉ាងទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយក៏ត្រូវតែចេះតស៊ូព្យាយាមចេះប្រើទេពកោសល្យដើម្បីដោះស្រាយបញ្ហាចំពោះមុខត្រូវចេះទទួលស្គាល់ការពិតសេចក្តីសន្និដ្ឋានតាមរយៈការសិក្សាល្ខោនយីកេរឿងក្បួនជីវិតដែលជាវណ្ណកម្មរបស់លោកទីជាហួតមកយើងអាចទាញសេចក្តីសន្និដ្ឋានបានថារឿងនេះពិតជាបានបង្កប់នូវតម្លៃអប់រំយ៉ាងប្រពៃសម្រាប់មនុស្សជំនាន់ក្រោយធ្វើការគិតពិចារណាតួយ៉ាងបើសិនជាអ្នកជួបបញ្ហាដូចមាលាតើអ្នកគួរដោះស្រាយយ៉ាងណានៅក្នុងរឿងនេះតម្រូវឲ្យតួអង្គឆាំងនឹងគំនិតរបស់ចាស់ទុំដាច់អហង្ការចំពោះអ្នកវិញតើអ្នកយល់ថាទង្វើបែបនេះត្រឹមត្រូវដែរឬទេចំពោះចំណុចទាំងអស់នេះសុទ្ធតែជាចំណុចដែលត្រូវគិតពិចារណាទាំងអស់ហេតុនេះហើយបានជាយើងលើកឡើងថាតម្លៃអប់រំក្នុងរឿងគឺពិតជាបានផ្ដល់នូវបទពិសោធន៍ជាច្រើនសម្រាប់មនុស្សយកទៅវិភាគក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេម្យ៉ាងវិញទៀតរឿងនេះថែមទាំងបានបង្កប់នូវអត្ថរូបដ៏ល្អពីព្រោះអត្ថបទទាំងមូលបាននិពន្ធជាអត្ថបទល្ខោនយីកេដែលមិនមែនរាល់គ្រប់អ្នកនិពន្ធសុទ្ធតែអាចនិពន្ធបានទេដូចនេះរឿងក្បួនជីវិតមិនត្រឹមតែបានផ្ដល់នូវការអប់រំទូន្មានយ៉ាងល្អប៉ុណ្ណោះទេថែមទាំងបានបង្ហាញអំពីទម្រង់ល្ខោនយីកេដល់មិត្តអ្នកអានថែមទៀតផងសរុបជារួមមកក្នុងនាមជាអ្នកសិក្សាយើងខ្ញុំសន្យាថានឹងរួបរวมគ្នាជាធ្លុងមួយដើម្បីថែរក្សាសម្បត្តិវប្បធម៌អក្សរសាស្ត្រនិងអក្សរសិល្ប៍ជាតិឲ្យបានរីកចម្រើនជានិច្ចនិរន្តរ៍ទៅហើយ